ประเทศเธอสะอาดออกเรียนประเทศอาของเธอมาจังของไอ้ชัวร์ชอบไว้ประเทศเธอสะอาดประเทศสะอาดของเธอ Take shit, I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up. I don't ever slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. I don't ever slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. Everything I do so instinctive and so passionate. Every word I move so descriptive like an adjective. I got a vendetta against people who patent it. ដើមឈើបាទឮតែលូស្អុយទេគ្មានពីណាមួយចង់មកទេគ្មានពីណាមួយសិក្សាមកចង់មកទេឮតែលូលើទៅបលាយខ្ញុំជិះទូកខ្ញុំជំនះនៃភាពស្អុយខ្ញុំប្រឆាំងដាច់ខាតជាមួយសម្រាមខ្ញុំប្រឆាំងដាច់ខាតជាមួយលូស្អុយនេះខ្ញុំប្រឆាំងស្អីទាំងអស់អំពើអាក្រក់ហ្នឹងដើម្បីអីដើម្បីឲ្យបានស្អាតខ្ញុំប្រឆាំងជាមួយសម្រាមខ្ញុំយកសម្រាមចេញស្អាតខ្ញុំប្រឆាំងជាមួយលូទឹកហូរស្អាតអញ្ចឹងបើយើងប្រឆាំងជាមួយអាក្រក់វាបានទៅជាល្អអាហ្នឹងពាក្យខ្មែរវាមានអញ្ចឹងលោកប៉ាងលីដាអភិបាលរងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញត្រូវបានគេស្គាល់ថាជាមន្ត្រីគំរូដែលសកម្មនិងហ៊ានមូជើងខោចុះស្ដារប្រឡាយលូនិងរៀបចំសម្ដាប់ធ្នាប់សាធារណៈដោយការបដិញ្ញាចិត្តខ្ពស់ការងាររំដោះចិញ្ចើមផ្លូវពីសំណង់រំលោភបំពាននិងការដោះស្រាយបញ្ហាសម្រាមគឺជាប្រធានបទដ៏លំបាកប៉ុន្តែលោកសម្រេចបានជោគជ័យនិងទទួលបាននូវប័ណ្ណសរសើរពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិតសុសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃថែមទៀតផងដើម្បីជំនះនៅបញ្ហាប្រឈមនិងទទួលបាននូវការសហការពីប្រជាពលរដ្ឋលោកប៉ាលីដាបានប្រើប្រាស់សិល្បៈនៃការសម្របសម្រួលនិងយុទ្ធសាស្ត្រទំនាក់ទំនងដ៏ប៉ិនប្រសប់របស់លោកផ្ទាល់អ្វីដែលជំរុញឲ្យលោកបំពេញការងារដោយពុំខ្លាចនឿយហត់យ៉ាងដូចនេះគឺដោយសារតែលោកមានការយល់ដឹងច្បាស់អំពីតួនាទីរបស់លោកក្នុងនាមជាអាជ្ញាធរលោកមានកាតព្វកិច្ចចំពោះប្រជាពលរដ្ឋនិងត្រូវដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋលើសពីនេះបេះដូងរបស់លោកជំរុញឲ្យលោកចង់ឃើញភូមិឃុំរបស់លោកស្អាតមានសណ្ដាប់ធ្នាប់និងមានសុវត្ថិភាពលោកយល់ថាបញ្ហាជាក់ស្ដែងដូចជាទឹកលិចទឹកស្អុយស្ទះលូនិងការគ្មានសណ្ដាប់ធ្នាប់សាធារណៈជាដើមដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់លោកគឺជាអ្វីដែលលោកត្រូវតែជំនះដោះស្រាយឲ្យបានលោកបានយកស្មារតីតស៊ូលះបង់របស់យុទ្ធជនដែលឈរជើងការពារបូរណភាពទឹកដីនៅជួរមុខធ្វើជាកម្លាំងជំរុញបេសកកម្មដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋានរបស់លោកនិងក្រុមការងារលោកថាបើកម្លាំងជួរមុខហ៊ានប្រឈមនឹងការបាត់បង់ជីវិតដើម្បីការពារជាតិចុះលោកគ្រាន់តែជំនះបញ្ហាស្ទះលូឬក៏ចុះស្ដារលូទឹកស្អុយដែលមិនតម្រូវឲ្យលោកនៅឆ្ងាយពីគ្រួសារនិងមិនប្រឈមនឹងជីវិតផងនោះតើហេតុអ្វីក៏ធ្វើមិនបានលោកក៏បានអំពាវនាវឲ្យក្រុមការងារទាំងអស់មូលដៃអាវចុះលូទឹកស្អុយជាមួយគ្នាកុំខ្លាចទឹកស្អុយដើម្បីស្ដារប្រព័ន្ធលូអញ្ចឹងពេលហ្នឹងមកពេលចាប់ផ្ដើមមកខ្ញុំឃើញប្រជាពលរដ្ឋប្រឆ្នាំក៏នៅតែលិចអាដដាប់ធ្នាប់នេះក៏កាន់តែកើនច្រើនអីក៏កាន់ច្រើនជំរុញបេះដូងខ្ញុំនេះថាតើយើងត្រូវធ្វើយ៉ាងម៉េចដើម្បីដោះស្រាយបញ្ហានេះយើងអាចដោះស្រាយបានអត់យើងមានបេះដូងឥឡូវយើងមួយខ្ញុំក៏ធ្លាប់ទៅបរទេសដែរទៅថៃទៅវៀតណាមទៅសិង្ហបុរីចេះតែមើលស្រុកគេទេមិនបានគេចេះធ្វើស្រុកគេស្អាតអីស្រុកយើងស្អាតដូចចុះយើងមកវិញយើងជាអាជ្ញាធរមូលដ្ឋានដែរមិនយើងចាប់ដើមអញ្ចឹងពេលឃើញបញ្ហាទាំងអស់ហ្នឹងមកអាបេះដូងនេះចាប់ដើមចង់ស្អាតបេះដូងវាចង់ចាប់ដើមចង់ស្អាតត្រូវធ្វើយ៉ាងម៉េចត្រូវបញ្យល់យ៉ាងម៉េចជាមួយនឹងក្រុមការងារមុនដំបូងខ្ញុំបង្កើតក្រុមការងារប្រហែលជា7 8នាក់ត្រូវឲ្យអ្នកទាំងអស់គ្នាដេកយល់សពដូចខ្ញុំដែរឲ្យដេកយល់សពដូចមិនឲ្យគាត់មានបេះដូងថារៀបស្ដាប់ធ្នាប់កុំខ្លាចស្អុយកុំខ្លាចស្អុយកុំខ្លាចបំបាក់កុំខ្លាចអីត្រូវជំនះហ្នឹងទាំងអស់គ្នាបងប្អូននេះខ្ញុំបញ្យល់ខ្ញុំថាបើចង់ចូលរួមក្រុមការងារជាមួយខ្ញុំត្រូវជំនះអស់ហ្នឹង
ពេលតែចាប់ដើមជំនះហើយមូដៃអាវជាមួយគ្នាថាត្រូវតែចុះធ្វើជំនះអារឿងទឹកស្អុយទឹកស្អីហ្នឹងទេយើងធ្វើគ្នាបានអញ្ចឹងចាប់ដើមធ្វើពេលតែចាប់ដើមនេះអាអូននេះគ្នាប្រហែលអ្នកហ្នឹងស្មាតួលោកអើយសុំ20តួដែរជួងការគ្នាភ្លឹបឡើងខោខ្លីចុះភ្លុចនឹងដោយសារអីគាត់យល់ថាភាពលំបាករបស់អ្នកសុកវាដល់កម្រិតវាលំបាកដែរពេលដែលភ្លៀងមកអាទឹកភ្លៀងវាលិចវាអត់អីទេអាទឹកមកទាំងលូមកទាំងស្អីមកប៉ាត់ណាប៉ាត់នេះមកលិចដូចខ្ញុំដើរមើលទៅផ្ទះអ្នកសុកហ្នឹងវាលិចផ្ទះកម្មករវាលិចហើយវាលិចមិនមែនលិចក្នុងរយៈពេល1ថ្ងៃ1ម៉ោង2ម៉ោង3ម៉ោងអត់ទេលិចថ្ងៃ2ថ្ងៃ3ថ្ងៃពេលហ្នឹងហើយដែលជំរុញឲ្យខ្ញុំមានអាកំណត់ជាតិនិយមមួយថាត្រូវតែធ្វើដាច់ខាតត្រូវតែធ្វើមូជើងខោពេលដែលខ្ញុំចាប់ផ្ដើមធ្វើនេះទៅឃើញថ្នាក់ដឹកនាំពិសេសអាដាមខួងសេងគាត់ជំរុញឲ្យខ្ញុំធ្វើទៀតអូនធ្វើទៀតបំរើប្រជាពលរដ្ឋទៀតខ្វះខាតអីគាត់ជួយព្រេងអានេះគាត់ជួយព្រេងខ្ញុំគាត់ជួយថាវិការមកហូបកាទៀវហូបអីជុំគ្នាមានទឹកសុទ្ធមានស្អីគ្រប់បែបយ៉ាងអង្គទៅជួនអីគាត់ឲ្យមកអាហ្នឹងមួយហើយខ្ញុំចាប់អារម្មណ៍ជាងគេខ្ញុំមានអាកំណត់ហ្នឹងតាំងពីឆ្នាំ2000តាំងខ្ញុំនៅទូកោកកាលហ្នឹងយើងអាសៀមវាចេះតែឆ្លៀនពៀនយើងខ្ញុំមានកំណត់ពីនោះថាធៀបជាមួយនឹងវិរៈកងទ័ពអ្នកណាហត់ជាងអ្នកណាហត់ដូចគ្នាតែខ្ញុំហត់ខ្ញុំជួបជុំបងប្អូនខ្ញុំជួបជុំគ្រួសារខ្ញុំជួបជុំថ្នាក់ដឹកនាំជួបជុំបងបានទាំងអស់ប៉ុន្តែវិរៈកងទ័ពប្រឈមហត់នឿយបាត់បង់ពលីជីវិតប្រឈមនឹងការហត់នឿយពិបាកទាំងគេងពិបាកតាំងពីសម្រាកពិបាកតាំងពីជួបបងប្អូនណែគ្រាន់តែលក្ខណៈបានពិសេសមួយឯងបានទូរស័ព្ទជាមួយគ្នាក្រៅពីហ្នឹងដាច់សេវាជាមួយគ្នាទាំងអស់ជួបមួយមេយូរបានជួប1ថ្ងៃ2ថ្ងៃបានឡើងមកប្រជុំបានជួបមួយមេហើយប្រឈមជាមួយនឹងកភ្លើងអាយុជីវិតបើខ្ញុំពិបាកមែនអីមែនតែខ្ញុំអត់មានពាក់បាត់បង់ជីវិតទេអានេះអានឹងមួយទៀតដែលរុញឲ្យខ្ញុំកាន់តែកពុះកជ្រោលធៀបទៅជាមួយកជ្រោលទី3គឺកជ្រោលប្រជាពលរដ្ឋពេលដែលធ្វើទៅប្រជាពលរដ្ឋលោកចូលរួមធ្វើទៅគេហៅថានិយាយស្ដាប់គ្នាអីស្ដាប់គ្នាធ្វើទៅល្អធ្វើទៅអ្នកស្រុកអ្នកភូមិគេឲ្យតម្លៃខ្លួនយើងផងហើយគេនិយាយមួយម៉ាត់ទៅថាខ្មែរយើងមានគុណធម៌លោកចេះចូលរួមមានគុណធម៌ចេះឲ្យតម្លៃលើមនុស្សមានគុណធម៌ចេះឲ្យដំបូន្មានខ្វះខាតគេប្រាប់ខ្ញុំឥឡូវគ្រាន់តែថាការចូលរួមអ្នកស្រុកពុះហើយពុះកជ្រោលចូលរួមជាមួយខ្ញុំហើយបាទ នៅពេលនិយាយអំពីយុទ្ធវិធីនឹងការអនុវត្តជាក់ស្ដែងដើម្បីទទួលបាននូវការគាំទ្រពីគ្រប់មជ្ឈដ្ឋានលើការងាររំដោះចិញ្ចើមផ្លូវពីការរំលោភបំពាននិងការស្ដារប្រព័ន្ធលូលោកប៉ាងលីដាអះអាងថាលោកបានប្រើប្រាស់សិល្បៈនិងការដោះស្រាយជាមួយប្រជាពលរដ្ឋដោយឈរលើគោលការណ៍សំខាន់មួយហៅថាស4 ស4នោះទី1ស្មោះត្រង់នឹងជាតិស្មោះត្រង់នឹងថ្នាក់ដឹកនាំក្រុមការងារនិងប្រជាពលរដ្ឋទី2ស៊ូត្រូវមានការអត់ធ្មត់និងតស៊ូទើបអាចទទួលបានជោគជ័យឯសទី3សម្របសម្រួលផ្ទាល់ចុះផ្ទាល់ទៅសម្របសម្រួលជាមួយប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានដើម្បីផ្សព្វផ្សាយនិងឲ្យមានការចូលរួមចំណែកឯសទី4គឺសមភាពជាចំណុចសំខាន់ដោយការអនុវត្តការងារលោកមិនប្រកាន់ថាផ្ទះតូចផ្ទះធំអ្នកមានឬក៏អ្នកក្រនោះទេគឺត្រូវអនុវត្តឲ្យស្មើភាពដូចគ្នានៅក្នុងហ្នឹងខ្ញុំមាន4នៅក្នុងខ្លួនខ្ញុំអយុទ្ធសាស្ត្រដើម្បីកុំឲ្យចំនួនជាមួយអ្នកស្រុកអ្នកភូមិហ្នឹងខ្ញុំមាន4ដែលដាក់នៅក្នុងខ្លួនដែលដាក់នៅក្នុងដែលដាក់ចេះតែទិញចាំហើយយកមកអនុវត្តគេហៅថាស4ហ្នឹងទី1ស្មោះហ្នឹងបានន័យថាគឺស្មោះនឹងជាតិមាតុភូមិស្មោះនឹងថ្នាក់ដឹកនាំប្រមុខរដ្ឋាភិបាលអត់មានធ្វើយើងយកអំទួនីតិយើងទៅដើរធ្វើបាបគេធ្វើអ្នកនេះចង់បានអ្នកនោះចង់បានអីអាហ្នឹងគឺស្មោះជាមួយនឹងថ្នាក់ដឹកនាំស្មោះនឹងប្រមុខរដ្ឋាភិបាលស្មោះមួយទៀតស្មោះនឹងក្រុមការងារទាំងអស់នេះខ្ញុំស្មោះនឹងការងារពេលវេលាខ្ញុំច្បាស់លាស់ហើយពេលវេលាខ្ញុំអត់មានអូកូនចៅមកធ្វើមកដល់ម៉ោង
7ខ្ញុំមក10បាត់មកអត់ទេតែ7ជាងខ្ញុំមកដល់ហូបគុយទាវហូបបបរមួយអស់ហើយចាប់ដើមធ្វើមួយទៀតអានេះស្មោះបេះដូងជាមួយគ្នា លោកយល់ថាបើយកច្បាប់ពេកប្រជាពលរដ្ឋមិនចូលរួមនោះទេផ្ទុយទៅវិញដើម្បីជោគជ័យនិងទទួលបាននូវការសហការដោយស្ម័គ្រចិត្តគឺត្រូវតែបញ្យល់ប្រជាពលរដ្ឋឲ្យលោកអស់ចិត្តរាល់ពេលអនុវត្តវិធានការលោកតែងតែជូនដំណឹងជាមុនឲ្យអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយរួចក្តាប់តម្រូវការរបស់ប្រជាពលរដ្ឋហើយធ្វើផងពន្យល់ផងទោះបីជាការងារនេះជួបការប្រឈមធំក្តីដូចជាការប៉ះពាល់ជាមួយនឹងផ្ទះថ្នាក់ដឹកនាំឬក៏ម្ចាស់អាជីវកម្មធំក៏លោកនៅតែបញ្យល់ពួកគេឲ្យយល់ពីតម្លៃនៃការសម្អាតប្រព័ន្ធលូនិងការរៀបចំសណ្ដាប់ធ្នាប់ចំពោះការតវ៉ាឬក៏ការយល់ច្រឡំពីសាធារណជនលោកតែងតែបញ្យល់ថាកាលៈទេសៈបានព្រួលប្រែហើយត្រូវតែឲ្យពួកគេយល់អំពីការចាំបាច់នៃតម្រូវការនិងច្បាប់នាពេលបច្ចុប្បន្ន ទីមួយវាពិបាកវាការលំបាកបងវាតែងតែជួបពិបាកមើលយើងចាប់ផ្ដើមពេលដែលខ្ញុំជិះចាប់ផ្ដើមមើលមុនដំបូងខ្ញុំជឿថាពិបាកទីមួយបើនិយាយពីបន្លៃវាដោយអាផ្លូវនេះចឹងបន្លៃនេះវាប៉ះចំដីថ្នាក់ដឹកនាំឬប៉ះចំដីអ្នកគេមានធូធាហ្នឹងខាងរោងចក្រហ្នឹងគេសង់បិទគេមិនមែនសង់រំលោភទេអានេះគេធ្វើទៅសម្រាប់ថាវាបាំងកុំឲ្យមានចោលមានអីចេញចូលទៅបាំងទៅប៉ុន្តែវាដល់ពេលដែលយើងអត់ចាប់ផ្ដើមទៅធ្វើអត់មានអីចឹងគេនៅទៅទុកចោលចឹងតែក្រោយពីយើងចាប់ផ្ដើមផ្សព្វផ្សាយពេលដែលខ្ញុំចាប់ផ្ដើមផ្សព្វផ្សាយដោយអាផ្លូវហ្នឹងដោយខាងលើអីមកទាំងអស់ពួកខាងក្រុមហ៊ុនដោយតាំងប្រជាពលរដ្ឋលោកចូលរួមមកចូលរួមខ្លះគេរើទាំងយប់ឲ្យខ្ញុំទៀតណាពេលដែលរើអីរួចអស់ខ្ញុំចាប់ផ្ដើមមកខ្ញុំចុះកាយមុនដំបូងខ្ញុំយកអាសម្រាប់ប្រហែលថ្ងៃហ្នឹងក្នុងប្រហែលជា2ខែហ្នឹងខ្ញុំយកសម្រាប់មាត់លូវាបិទយូរពេកវាបិទមកដូចខ្ញុំជម្រាបនៅខាងតាពាំងកសាំងមិញហ្នឹងវាបិទលូនឹងយូរពេកអញ្ចឹងពេលបិទលូយូរពេលយើងយកហ្នឹងគឺលំបាកទាំងម៉េចទេអាអីក៏ចូលទៅមួយស្អីក៏ចូលមួយអីក៏មួយអាហ្នឹងប្រើកម្លាំងបាយព្រោះបងប្អូនហ្នឹងព្រោះគ្នាទៅលើកមួយថ្ងៃទៅ4-10ស្បោកទៅមួយថ្ងៃ4-10ស្បោកហ្នឹងមិនសមទេគេថាកាឌីពូនមួយថ្ងៃបន្តិចទៅវាបានទៅជាតបូកមួយហើយយ៉ាងណាមិញក៏យ៉ាងដែរខ្ញុំយកមួយថ្ងៃបន្តិចទៅមីសូដាមកបន្តិចទៅអស់កាទៀវអស់កាហ្វេទៅយើងបញ្យល់គាត់ទៅលើកទឹកចិត្តគាត់ទៅជួយយកម្នាក់មួយស្បោ2ស្បោកនេះក៏គាត់ជួយខ្ញុំអត់ឲ្យគេទៅជាមួយគាត់ជើងឈឺប៉ុន្តែទឹកចិត្តគាត់ចង់បានឲ្យសកាត់ភូមិគាត់ស្អាតគាត់ចូលរួមជាមួយខ្ញុំតែវាលំបាកយើងមើលទៅខ្ញុំថាមើលទៅដូចពិបាកវាលំបាកមើលទៅដូចចាស់មួយយុវជាពលរដ្ឋគេថាអាមួយហ្នឹងតែហ៊ានវាយឯងលបងគេហ្នឹងលបងសិតតែអុកញ៉ាលបងសិតតែអ្នកតូចអ្នកធំអត់មានគំនិតចឹងសោះពេលដែលយើងទៅដល់យើងបានជួបគាត់យើងបញ្យល់គាត់អាហៀចេះអាហៀចុះពូចេះឯអាដាមចេះលោកអុកញ៉ាចេះលោកចូលរួមមកឲ្យទាំងព្រៀងឲ្យទាំងអីខ្ញុំទៀតអានេះដែលខ្ញុំសប្បាយចិត្តហើយសប្បាយចិត្តវាចាក់ចំបេះដូងពេលដែលចាក់បេះដូងហើយធ្វើទៅលទ្ធផលវាចេញដូចចេះឯងទៅបានទៅដល់ខាងមុខលបងអារោងចក្រ3ខ្សែគាត់ជួយខ្ញុំគាត់ជួយទាំងវាយគាត់ជួយប្រាប់ព្រោះឥឡូវអាខាងមុខនេះមេភូមិមកប្រាប់គាត់ថាគាត់ចូលរួមជួយរូរើខ្ញុំទៀតជួនកាលទៅពីយើងតំបន់អស់នេះពី10-20ឆ្នាំមុនជាតំបន់ដីស្រែព្រោះយើងតន់មានគិតថាបន្លាយរបស់យើងប៉ុណ្ណាផ្លូវរបស់យើងប៉ុណ្ណាយើងមានតន់ master plan របស់យើងមានណាដល់ឥឡូវអាប្រជាពលរដ្ឋកាន់តែកើនច្រើនទៅបានយើងចាប់ផ្ដើមបរិចក្រុងបរិចអីអស់ហ្នឹងប៉ុន្តែខ្ញុំជោគជ័យប៉ុណ្ណេះក៏ខ្ញុំនៅអរគុណអាដាមភួងស្រេងអាបារីធានីភ្នំពេញហើយនឹងលោកអភិបាលខណ្ឌខ្ញុំលោកសក់កញ្ញរិទ្ធលោកនៅតែជួយខ្ញុំឲ្យអាកំណត់គេឲ្យកំណត់ឲ្យទាំងបេះដូងត្រូវធ្វើយ៉ាងម៉េចអាអូនគាត់បងស្រីគាត់ហៅខ្ញុំអាអូនត្រូវធ្វើចេះប៉ះប្រជាពលរដ្ឋគាត់ហៅខ្ញុំទៅប្រាប់អូនឡៃនេះធ្វើទៅអត់គួរសមទេអានេះដូចជាម៉ែហើយឪបងហើយប្អូនទៅជែកគ្នាហើយខ្ញុំយកមកខ្ញុំកែគ្មានពីណាមួយព្រោះខ្ញុំបេះដូងខ្ញុំតដែលខ្ញុំគ្មានន័យណាចង់ធ្វើអំពើបាបអ្នកណាទេតែបន្តិចទៅងាប់បាត់ហើយទៅចង់ធ្វើបាបអ្នកណាដើរស្រួលទៅងាប់ដើរពីនឹងទៅដល់ចុងភូមិដើមភូមិណែមានពីណាខ្ញុំជិះតែអេកាណូខ្ញុំខ្លឹកការងារគ្រប់គ្រងសណ្ដាប់ធ្នាប់និងប្រព័ន្ធលូប្រឡាយនៅពេលដែលរៀបចំបានស្អាតហើយនោះលោកប៉ាងលីដាអភិបាលរងខណ្ឌពោធិ៍សែនជ័យបញ្ជាក់ថា
លទ្ធផលនៃការងារទាំងនេះគឺធ្វើឲ្យប្រជាពលរដ្ឋសប្បាយចិត្តបាត់អស់នូវភាពធុញថប់ដោយសារតែសោភ័ណភាពសណ្ដាប់ធ្នាប់សាធារណៈនិងបរិស្ថានរស់នៅស្អាតពិសេសថែមទាំងរួមចំណែកទាក់ទាញភ្ញៀវទេសចរថែមទៀតផងទី1បើនិយាយពីអត្ថប្រយោជន៍ទី1ប្រជាពលរដ្ឋសប្បាយចិត្តតែកាលណាធ្វើស្អាតប្រជាពលរដ្ឋសប្បាយចិត្តអត្ថប្រយោជន៍ទី1ទី2ឈប់ឲ្យប្រជាពលរដ្ឋយើងកើតអាចជំងឺ stress ប្រជាកាលណាជុំវិញផ្ទះយើងផ្លូវយើងដោយសម្ដេចអភិលោកមានប្រសាសន៍អញ្ចឹងកាលណាផ្ទះយើងស្អាតផ្លូវយើងស្អាតបន្លាយយើងទឹកអត់លិចអត់លូអានឹងហើយជាផលិតផលជាសមិទ្ធផលរបស់ប្រជាពលរដ្ឋធ្វើឲ្យប្រជាពលរដ្ឋឈប់ខឹងធ្វើឲ្យប្រជាពលរដ្ឋមានសុខភាពមាំមួនធ្វើឲ្យប្រជាពលរដ្ឋរស់នៅស្រួលលែងមានចោលឆក់មានចោលប្លន់តូចធំអីវាមានទាំងអស់មនុស្សវាចេះគោរពគ្នាហើយកាលណាអានឹងអត់ស្អាតចេញពីធ្វើការមកមួម៉ៅគេថាចេញមកពីផ្ទះមកពេលមកដល់ផ្ទះមកយើងចេញពីធ្វើការឬចេញមកប្រហោស៊ីមកដល់ឃើញផ្ទះវាកកិចផងកូនវាអត់ចេះស្រឡាញ់គ្នាអត់មានទំនុកចិត្តទៅលើម៉ែឪងាកខឹងកើតយូរគេហៅកើតជំងឺ stress ខ្មែរយើងគេហៅកើតជំងឺ stress អា stress នឹងយូរទៅជាបេះដូងវាទៅទាំងអស់អញ្ចឹងយូរទៅបង្កអំពើហិង្សាគ្រប់បែបយ៉ាងទាំងអស់កាលណាអំពើហិង្សាហើយវាទៅតុលាការចាប់ផ្ដើមតែទៅតុលាការវាមានអ្នកចាញ់ហើយមានអ្នកឈ្នះអាចាញ់ហើយឈ្នះត្រឡប់មកវិញការគុំគួនគ្នាតែអាគុំគួនគ្នាខ្មែរយើងខុសគេអត់ចេះឆ្លោះទេប្រយ័ត្នតែឆ្លោះឡើងព្រោះឆ្លោះគ្នាដល់ទូតពូជអាអញ្ចឹងយើងត្រូវធ្វើអាអស់ហ្នឹងម្នាក់បន្តិចទៅចូលរួមទៅមុខហើយលោកមិញសៀងលីមេភូមិក្បាលដំរីសង្កាត់កាកា2ខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថាផែនការចុះរៀបចំសណ្ដាប់ធ្នាប់រំដោះចំណីផ្លូវសាធារណៈនិងការស្ដារប្រឡាយលូបន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងពីខណ្ឌរួចហើយលោកបានយកសេចក្តីជូនដំណឹងទាំងនោះប្រគល់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដើម្បីឲ្យពួកគេបានជ្រាបមុននឹងចុះអនុវត្តជាទូទៅគឺខាងសាលាខណ្ឌក៏ដាក់កំណត់ពេលហ្នឹងមួយសប្តាហ៍ប៉ុន្តែកន្លែងខ្លះដូចជាកន្លែងគាត់អត់មានធ្វើអីប៉ះពាល់ច្រើនរឹងមាំអីក្នុងរយៈពេលប៉ុណ្ណឹងគាត់អាចធ្វើតាន់ស្ម័គ្រចិត្តរុះរើស្ម័គ្រចិត្តតាន់កន្លែងខ្លះជាសំណងរឹងមាំក៏សុំពេលបន្ថែមពីលើហ្នឹងទៀតក៏យើងក៏មានការសម្របរួមយល់តាមនឹងដែរក្នុងនាមថាឆន្ទៈគាត់ធ្វើទោះគាត់តំថាឥឡូវរយៈពេលប៉ុណ្ណឹងគាត់ធ្វើមិនហើយធ្វើមិនតាន់យើងទុកពេលវេលាដើម្បីឲ្យគាត់ធ្វើតាមពេលវេលាគាត់ធ្វើទៅបានពាក់ព័ន្ធនឹងជួបប្រជាពលរដ្ឋយើងគិតថាវាតែងតែមានណាតិចតួចទេដែលជួបផលលំបាកប៉ុន្តែមួយចំនួនបន្ទាប់ពីទទួលការពយល់ពីផ្លូវច្បាប់ទី1យើងពយល់គាត់ថាការសាងសង់ហ្នឹងវាហួសដែនសមត្ថកិច្ចដែលជាកម្មសិទ្ធិបន្ទាត់ហើយសាងសង់ហ្នឹងវាប៉ះពាល់អីខ្លះទី1ធ្វើឲ្យមានបញ្ហាប៉ះពាល់ចិត្តខាងអ្នកធ្វើដំណើរអាហ្នឹងខ្ញុំនិយាយពីរៀបចំសណ្ដាប់ធ្នាប់ហើយបើប្រព័ន្ធលូជួនកាលលូស្រាប់ដែលរត់ធ្វើហើយអញ្ចឹង50ម៉ែត្រមួយឬ30ម៉ែត្រមួយគាត់អត់បានចាប់អារម្មណ៍គាត់ធ្វើចាក់សាបចាក់អីមកបាត់ប្រព័ន្ធលូបន្ទាប់ពីការបញ្យលយើងពីនេះហើយគាត់យល់គាត់ឯកភាពនិងរីករាយនឹងទទួលធ្វើចំណែកឯប្រជាពលរដ្ឋរស់នៅភូមិក្បាលដំរី2សង្កាត់កាកា2ខណ្ឌពោធិ៍សែនជ័យបានបញ្ជាក់ថាដើមឡើយពួកគេមិនសូវជឿថាលោកប៉ាងលីដានឹងអាចរំដោះចិញ្ចើមផ្លូវនិងស្ដារប្រឡាយលូបាននោះទេទោះជាយ៉ាងណាដោយសារតែការបដិញ្ញាចិត្តនិងការចុះអនុវត្តផ្ទាល់របស់លោកពួកគេបានសង្កេតឃើញថាមានបម្រែបម្រួលយ៉ាងច្បាស់ដោយនៅមូលដ្ឋានរបស់ពួកគេមានសណ្ដាប់ធ្នាប់ល្អខណៈដែលចិញ្ចើមផ្លូវត្រូវបានកែលម្អនិងការជន់លិចនៅពេលភ្លៀងធ្លាក់ខ្លាំងត្រូវបានកាត់បន្ថយគួរឲ្យកត់សម្គាល់បាទសម្រាប់ផ្ទះខ្ញុំធ្លាប់បានជូនដំណឹងពីអាជ្ញាធរភូមិជូនដំណឹងថាអាជ្ញាធរនឹងចុះមកស្ដារលូឡាយទឹកហើយរៀបចំស្ដាប់ធ្នាប់សាធារណៈបាទផ្ទះខ្ញុំមានបាត់មាត់លូហ្នឹងលិចទឹកបាទពេលមានភ្លៀងចំនួនតិចតួចបាទគាត់ជូនដំណឹងហើយយើងចាប់ដើមប្រាប់ប្រជាពលរដ្ឋនៅតាមជាប់ផ្ទះយើងហ្នឹងក៏អនុវត្តច្បាប់ទាំងអស់គ្នាបាទក្រោយពីអាជ្ញាធរជូនដំណឹងយើងកែសម្រួលមកបន្ទាប់មកយើងអត់ឃើញមានថាទឹកលិចទឹកដក់អីទេវាហូរតាមវាហូរអស់ពីមុនមកវាបើយើងអត់ទាន់អនុវត្តទេវាមានការលិចទឹកដល់ពេលក្រោយពីការអាជ្ញាធរចុះអនុវត្តស្ដារលូស្អីមកឥឡូវវាល្អប្រសើរបើសិនជាយើងម្នាក់យកផ្លូវ
ចិញ្ចើមផ្លូវធ្វើជាកម្មសិទ្ធិអញ្ចឹងយើងវាមានបញ្ហាផ្ទះលំបាកទៅថ្ងៃក្រោយបងដូចជាយើងត្រូវមានកម្មវិធីអីយើងពុំអាចយកអាសញ្ញាគេយកមកធ្វើកម្មវិធីបានអញ្ចឹងដល់ពេលអញ្ចឹងយើងធ្វើឲ្យយើងផ្ទះយើងពិបាកនឹងធ្វើដំណើរទាំងធ្វើដំណើរទាំងយើងមានបុណ្យទានអីម្ដងយើងពុំអាចយកអាមុខផ្ទះរបស់យើងជាកម្មសិទ្ធិរបស់យើងយកទៅដើម្បីធ្វើបុណ្យធ្វើទានអីម្ដងម្នាក់បានទេបងបើអបមកថាគាត់ដើរនៅលើចិញ្ចើមផ្លូវវាអត់ពុំមានឧបសគ្គគ្រោះថ្នាក់អីទេបើអបមកថាគាត់មកដើរនៅលើចិញ្ចើមផ្លូវគាត់នឹងអាចនឹងជួបគ្រោះថ្នាក់ឬក៏បញ្ហាអីផ្សេងអញ្ចឹងណាបងបាទជាសំណូមពររបស់ខ្ញុំគឺចង់ឲ្យអាជ្ញាធរជួយអនុវត្តកាត់បន្ថយផ្លូវដើម្បីកុំឲ្យស្ទះហើយនឹងប្រព័ន្ធធារាសាស្ត្រព្រោះកន្លែងខ្លះលោកក៏បានចុះស្ដារចុះកាយហើយបន្លាយទឹកតែប្រព័ន្ធលូកន្លែងខ្លះគឺពុំតាន់បាន 100% ទេបងតាក់ទងទៅនឹងការរៀបចំសម្ដាប់ធ្នាប់សាធារណៈនេះឯកឧត្តមអភិសន្តិបណ្ឌិតសសុខាអបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់បានណែនាំឲ្យអាជ្ញាធររាជធានីភ្នំពេញផ្ដោតការយកចិត្តទុកដាក់លើកិច្ចការរៀបចំសម្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវជាពិសេសលើចិញ្ចើមផ្លូវនៅតាមបណ្ដាខណ្ឌទាំង14ឯកឧត្តមអភិសន្តិបណ្ឌិតបានលើកឡើងបែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2024និងលើកទិសដៅការងារឆ្នាំ2025របស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី22ខែមករាឆ្នាំ2025ទី2ក៏សូមគាំទ្រទៅលើអ្វីជាការបដិញ្ញាចិត្តរបស់អាដាមគង់ស្រីមួយបន្តិចគឺការរៀបចំសម្ដាប់ធ្នាប់នៅតាមបណ្ដាខណ្ឌទាំង14រឿងនេះសំខាន់ណាស់ប្រទេសមួយដែលមានសម្ដាប់ធ្នាប់គឺគេឲ្យតម្លៃមុនគេរួចទៅហើយចឹងហើយយើងឃើញថាដោយសារតែជីវភាពដោយសារតែកាពះចិញ្ចើមថ្នល់ឬមួយផ្លូវមួយចំនួនត្រូវបានរំលោភផ្លូវមួយចំនួនត្រូវបានសម្អាតឬមួយទទួលការខុសត្រូវក្នុងការរៀបចំអនាម័យឬមួយការរៀបចំសម្ដាប់ធ្នាប់ល្អពេលដែលថ្នាក់ដឹកនាំគាត់ជិះឆ្លងកាត់ឬមួយគាត់ទៅមានព្រឹត្តិការណ៍ណាមួយដែលគាត់ជិះឆ្លងកាត់ផ្លូវហ្នឹងអញ្ចឹងខ្ញុំសូមឲ្យយើងអង្គុយមើលទាំងអស់គ្នាតាមបណ្ដាខណ្ឌនីមួយៗហើយលើគម្រោងនេះជារួមហើយសូមឲ្យមានការពិភាក្សាជាមួយអាដាមអបារងខេត្តទទួលបន្ទុកទៅលើបញ្ហានេះដើម្បីយើងចូលរួមដាក់ថ្នាំឲ្យត្រូវទាំងអស់គ្នាព្រោះយន្តការនេះបើយើងអត់ធ្វើទេ2030ទៅមុខទៀតធ្វើលែងចេញជាពិសេសនៅភ្នំពេញរកតែកន្លែងផ្លូវដើរក៏ដើរលើដើរកើតតែមានដើរលើថ្នល់ហើយយើងដើរលើថ្នល់យើងដឹងហើយបាទពេលកន្លែងខ្លះភ្លឺមិនប៉ុន្តែពេលកន្លែងខ្លះល្ងឹតអាចបង្កគ្រោះថ្នាក់ចរាចរណ៍ទៅទៀតអញ្ចឹងកិច្ចការនេះខ្ញុំសូមគ្រប់គ្រងហើយក៏សូមទទូចបាទឲ្យមានការសហការជាមួយអគ្គស្នងការនគរបាលជាតិយកឋានសម្រាប់ធ្នាប់ចរាចរណ៍បូកទាំងរាជធានីភ្នំពេញអាដាមអភិបាលក៏ដូចជាខណ្ឌទាំង14អ្នកពាក់ព័ន្ធទាំងអស់ដើម្បីចូលរួមធ្វើកិច្ចការនេះព្រោះឥឡូវបើយើងអត់ធ្វើទេយើងអត់ធ្វើតែមិនថាដល់ថ្នាក់ប្រើប្រាស់ធ្វើសង្គ្រាមទេប៉ុន្តែប្រទេសហ្វីលីពីនគេថាដល់ថ្នាក់ធ្វើសង្គ្រាមមកដល់គេមិញដោយអាដាមគង់ស្រីគាត់និយាយរៀងស្លូតបន្តិចប៉ុន្តែប្រទេសគេទៅដល់អត់ខ្វល់មកដល់លើកយកដាក់ឡានតែម្ដងតែយើងមិនអាចធ្វើចឹងបានទេប៉ុន្តែយើងក៏មិនអាចទុកភាពអនាធិបតេយ្យនេះទៅដល់កូនចៅយើងទៅអនាគតដែរនៅចុងបញ្ចប់នៃសេចក្តីរាយការណ៍នេះលោកប៉ាលីដាមានសារផ្ញើជូនទៅដល់មន្ត្រីរាជការនិងប្រជាពលរដ្ឋថាមន្ត្រីទាំងអស់គួរតែចុះផ្ទាល់ធ្វើសកម្មភាពកុំខ្លាចគេចោទថាមន្ត្រីសម្រាមលោកបញ្ជាក់ថាយើងសម្អាតសម្រាមមិនមែនយើងជាមន្ត្រីសម្រាមនោះទេតែយើងធ្វើដោយបេះដូងត្រូវធ្វើយ៉ាងម៉េចឲ្យគេទទួលស្គាល់ថាយើងជាមន្ត្រីសម្អាតសម្រាមដើម្បីប្រយោជន៍សាធារណៈលោកបដិញ្ញាចិត្តខ្ពស់ថានឹងធ្វើការងារនេះឲ្យបានជោគជ័យជាប្រចាំមិនមែនធ្វើតែមួយផ្លែតនោះទេដើម្បីឲ្យប្រជាពលរដ្ឋទទួលបាននៅសណ្ដាប់ធ្នាប់សាធារណៈល្អនិងមានបរិស្ថានរស់នៅល្អប្រទេសស្អាតអស់គ្នាប្រទេសអត់ស្អាតកុំធ្វើមិនចឹងបងឯងឈួរចុះហើយប្រទេសស្អាតប្រទេសស្អាតកុំធ្វើ